បាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការ install FTP server តែទីមួយគឺយើងចូលមកកាន់ AWS console មកចូល EC2 ហើយគឺយើងត្រូវមើលកន្លែង United States នេះគឺយើងយក OEO ដែលយកអាហ្នឹងបន្ទាប់មកមុននឹងយើងឡើង install យើងចូលមក create security គ្រប់សិនគឺយើង create មកដាក់ own security គ្រប់ដាក់ឈ្មោះតាមគ្រូហើយ for learning អូខេបន្ទាប់មកគឺយើងធ្វើការ create យើងយក0ត្រូវហើយអានេះយើង anywhere ដាក់ default វាមកគឺ0ហើយបន្តមកយើង create security គ្រប់អូខេវាបានធ្វើការ create ហើយអញ្ចឹងយើងចូល instance បន្តមកយើងធ្វើការ launch instance យកចេះយូរបន្ទូមិនចឹងហ៎បាទនេះ24យើងធ្វើការដាក់ឈ្មោះ FTP server instance តោះមកយើងជ្រើសយកយូរបន្ទូហើយនេះគឺយើង 24.04 តែបន្តមកអូមកក្រោមទៀតគឺយើងធ្វើការ create key pair ដែល key pair កន្លែងនេះគឺយើងយកដាក់ឈ្មោះ easy2 ហើយយើងដាក់ remote learning អូខេតោះមកយើង create key pair ដែលដាក់នៅក្នុង download សិនអូខេតោះមកគឺយើងកន្លែងនេះគឺយើងត្រូវជ្រើសយក select existing security group ហើយយើងដាក់ on នេះតោះមកអានេះដាក់20 G តាមលោកគ្រូអានេះយើងដាក់ launch instance អូខេ successful ហើយគឺយើងចូលមក instance វិញមកនេះគឺវា run នេះហើយអញ្ចឹងយើងចាំមកកន្លែងនេះ initial launching ហើយសិននេះបន្ទាប់ពីវា load checking ហើយយើងចូលក្នុងនឹងមកแล้วមកយើងចុច connect អូខេគឺនេះដែល IP នេះយើងត្រូវការអញ្ចឹងខ្ញុំបាន copy ទុកមួយមកគឺយើង copy ទុកកន្លែងណាសិនមកដើម្បីអូខេខ្ញុំដាក់ចុច Telegram ហ្មងទៅហើយបន្តមកគឺយើង ASA client នេះគឺយើងត្រូវ copy កន្លែងនេះ copy ACH mode ហើយជាមួយនឹង ASA នេះអូខេយើង copy ហើយបន្តមកគឺយើងធ្វើការបើក Gitbash នេះបាន Gitbash ហើយអញ្ចឹងគឺយើងធ្វើការ copy ACH mode ចូលអូខេបន្តមក ASH អូខេនេះវា connected ហើយបើកមិនសិនអូខេកន្លែងនេះដោយសារ connect ចូលគឺយើងធ្វើការមើល instance ចូលកន្លែង security គ្រប់នេះគឺយើង search security គ្រប់ដែលយើងបានកើតមុនហ្នឹងមកនេះគឺកន្លែងនេះកន្លែង inbound គឺអត់មានទេបានវា connect ចូលគឺយើងចូល create add rule មួយមកកន្លែងនេះយកតាមលោកគ្រូគឺ TCP ហើយ anywhere
Đấy đại dương earning. Ok, cell rule. Ok, tao mới join stand với. Thôi ca cái này đồng tiếp. Này, mình cho ấy. Ok, thôi ca cái này rồi đó. Hay thôi ca sudo. Activity update. Okay. Sudo upgrade nó. Thế này giờ mình update hỏi ấy. Tao mới giờ thôi ca clear screen mùi mất. Rồi. Giờ thôi ca static cái giờ sudo apt install vsft pd còn một số cái giờ đọc vai này thôi ca install hỏi ấy. Tao mới giờ thôi ca vai cầm mình mỗi cái cd slash etc slash tao mới cái giờ ls bỏ h rồi đi crap vsft not conflict mode. Ok đi khơi miền hơi tao mới cái giờ thôi ca vai cầm mình sudo cp vsftនេះបន្តហើយ vsft dot back ធ្វើការ backup របស់វាការ file backup អូខេបន្តមកយើងធ្វើការ ls វិញនេះវាមាន2ហើយតមកគឺយើងធ្វើការ sudo nano fsf ចូលទៅកាន់នឹងតមកគឺយើងធ្វើការកន្លែង local enable នេះគឺយើង local ដាក់ yes មកវាបើកឲ្យស្រាប់ហើយធ្វើការបើកកន្លែងនេះមួយទៀត enable ចេះហើយបន្តមកគឺយើងធ្វើការ c8 root មួយទៀតយើងធ្វើការហៅ c8 root មក c8 root វានៅក្រោមនេះ c8 root យើងធ្វើការបើកវាដែរមកហើយបន្តមកគឺយើងធ្វើការថែម comment វាថែម comment នៅ cover ថាគឺយើង allow write enable c8 root អូខេបន្តហើយគឺយើងចុះទៅក្រោមទៀតចុះក្រោមគេដើម្បី copy path នៅនេះ
ស្រីវាសាមកអូខេធ្វើការ sell វាមកអូខេ sell ហើយតោះមកយើងធ្វើការ sudo system ctl យើងធ្វើការ restart vsft pd លុបសូវៀតខាងក្រោយចោល enter អូខេបន្ទាប់ហើយគឺយើងធ្វើការ check status វានេះ status វា active ហើយបន្តមកគឺយើងធ្វើការនៅកម្មវិធីមួយដែលលោកគ្រូឲ្យបាន download គឺកម្មវិធីនេះយើងចុច install មកនេះគឺយើងធ្វើការ install វាហើយអញ្ចឹង agree ធ្វើការ install មក loading data ហើយ decline អូខេ next install នេះហើយយើង start វាមកអូខេបន្តមកយើងចូល file ចូល site manager ចូល style manager មកគឺយើងដាក់ new site ដាក់ ftp server easy to អូខេបន្តមកគឺយើងជ្រើសយកអា sh នេះបន្តមកគឺយើងដាក់ key file ប្រោទៅរក key file មកគឺ download នេះយក pem មក open វាដែល user យើងគឺនេះណាកន្លែងនេះគឺយើង OMI មកកន្លែង user ហ្នឹងគឺ YouTube Ubuntu មកតមកកន្លែងហោនេះគឺ IP ដែលយើងបាន copy ទុកមិញ IP នេះ copy ទុក port វា default ហើយអញ្ចឹងគឺយើងធ្វើការ connect យើងធ្វើការ OK សិនមកយើងដាក់ connect ហ្មងទៅគឺអូខេเอาវាត្រាស់មកអូខេនេះវា connect ចូលហើយអត់មកយើងធ្វើការcreate directory មកដាក់ YouTube ftp client អូខេកន្លែងនេះយើង create ថ្មីមួយមកដាក់ create file learning .txt អូខេនេះគឺយើងមានហើយមកយើងចូលកម្មនេះមកគឺដាក់ cd ចេញមកក្រៅអស់ហើយចេញមកក្រៅអស់ហើយអញ្ចឹងគឺយើងទៅក្នុង OS នេះមាន FTP client ហើយមួយទៀតយើង
cd ទៅកាន់ ftp ហ្នឹងហ្មងទៅអូខេ ls គឺមាន text ហើយ cat learning ដល់ទេអត់មានអីទេគឺយើងវាអក្សរ nano learning ដល់ទេអូខេយើងធ្វើការចោលយើងវាយ ftp welcome អូខេហ្នឹងក៏វាយ exit មកគឺយើងធ្វើការ cat ម្ដងទៀតនេះវាមានហើយហើយ